ស្ដីនៅអ្នកគ្នាចំពោះបញ្ហាបង្កើត Telegram នៅឆ្នាំ2026នេះគឺយើងងាយស្រួលទេបងប្អូនគ្រាន់តែយើងចូលទៅ Telegram មកតមកទៀតយើងឥឡូវខ្ញុំ clear ចឹងសិនចូល Telegram មកតមកទៀតយើងរើសប្រទេសមកបងប្អូនប្រទេសឧទាហរណ៍យើងរើសប្រទេសកម្ពុជាអញ្ចឹងយើងដាក់កម្ពុជាមកតមកទៀតយើងវាយលេខទូរស័ព្ទដែលយើងថាយើងប្រើណាឥឡូវខ្ញុំសុំបិទលេខទូរស័ព្ទខ្ញុំណាកុំឲ្យពិបាកនេះហើយយើងចុចទៅណាអូខេតិចទៀតវានឹង verify code ឲ្យបាទកំពុងទៅបាទដោយសារអ៊ីនធឺណិតរៀង slow អូខេ Gmail វាឲ្យយើងដាក់ Gmail នេះដាក់មក Gmail អូខេវាឲ្យបង់លុយបាទនេះបង់លុយអញ្ចឹងគឺយើងប្រើកើតទេបាទកើតទេអញ្ចឹងយើងថយនេះឯងមកទៅមកយើងរកពាក្យច្រោមបាទច្រោមនេះមកហើយវាយថា Telegram នេះ Telegram web មកទៅមកទៀតយើងចុចកន្លែងត្រេ3នេះចូលទៅក្នុងមកទៅមកទៀតយើងចុចឬដាក់ថាផ្ទៀងថ្មីហ្នឹងមកនេះអូខេផ្ទៀងថ្មីណាsorry បងតាមអីយើងចូល Telegram web ចូលមកអូខេដល់ពេលចឹងហើយយើងដាក់រើសយកនេះសិនយើងដាក់នេះសិនណានេះនេះទៀងថ្មីខែចាំទីបច្ចេកទេសចូលត្រេ3នេះមកបាទដោយសារសអង់គ្លេសចឹងខ្ញុំសខ្មែរចឹងយើងនេះចាំតិចខ្ញុំស្វែងរកឲ្យបាទនេះចុចបន្ថែមទៅលើអេក្រង់ហ្នឹងចុចមកអូខេយើងកំពុងទៅឡើងអូខេនេះយើងបានតឡើងរួចរាល់ហើយយើងបើកឥឡូវចេញមកក្រៅមកអានេះមាន2ណាអានេះបើយើងនេះយើងប្រើនេះមកនេះអាមាញ់ហ្នឹងហើយទៅមកទៀតយើងវាយលេខទូរស័ព្ទយើងមកអូខេយើងចុចទៅឃើញអត់បងប្អូននេះឃើញអត់វាផ្ញើលេខកូដមកឲ្យឃើញអត់វាផ្ញើលេខកូដមកឲ្យហើយអញ្ចឹងពេលដែលយើងឃើញលេខកូដយើងចូលពេញនៅក្នុងហ្នឹងទៅបងប្អូនយើងងាយស្រួលទេនេះពេលយើងឃើញលេខកូដទៅយើងចូលបំពេញនៅក្នុងហ្នឹងទៅគឺវារួចរាល់ហើយឥឡូវវាលោតលេខកូដមកឲ្យនេះចឹងវិធីបង្កើតហ្នឹងស្រួលទេធ្វើតាមខ្ញុំប្រាប់ហ្នឹងទៅគឺដោះស្រាយបានហើយអធិស្ឋានខ្ញុំអត់ពេញលេខកូដដោយសារហ្នឹងពលមានសម្ងាត់ចឹងខ្ញុំពេញទេចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេរបៀបបង្កើត Telegram ងាយស្រួលបំផុតនៅឆ្នាំ2026យើងនេះបាទសូមអរគុណបងប្អូន